បងទី12បើអត់តបានស្គាល់វិធីសាស្ត្រនេះទេអាចនឹងស្ដាយក្រោយនេះពេលប្រឡងក៏ថាបានជម្រាបសួរសួស្ដីអ្នកនរគ្នាខ្ញុំជាស្តាគឺជាសិស្សនីតិ A ឆ្នាំ2025ថ្ងៃនេះផងដែរខ្ញុំមកចែករំលែកអ្នកនរគ្នាពីវិធីសាស្ត្រមួយដែលធ្វើឲ្យខ្ញុំនឹងងាយចាំងាយយល់ហើយយល់មេរៀនបានស៊ីជម្រៅក្នុងអំឡុងពេលដែលខ្ញុំរៀនថ្នាក់ទី12អ្នកនរគ្នាធ្លាប់ឃើញរូបភាពនេះអត់នេះគឺជា mind mapping តាម mind mapping គឺជាអ្វី mind mapping គឺជាវិធីសាស្ត្ររៀបចំគំនិតតាមរូបភាពចំនួនដោយការសរសេរជាឃ្លាពេញដែលយើងចាប់ផ្ដើមជាមួយនឹងគោលគំនិតមួយនៅក្នុងប្រយោគនោះដាក់នៅចំកណ្ដាលបន្ទាប់មកបំបែកទៅជាផ្នែកតូចៗប្រៀបដូចជាមែកឈើដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពយើងអាចប្រើប្រាស់ជាមួយនឹងពណ៌ផ្សេងៗដាក់បញ្ចូលជាមួយនឹងរូបភាពឬសញ្ញាដើម្បីឲ្យយើងកាន់តែងាយស្រួលយល់វាមិនមែនគ្រាន់តែជាការទន្ទេញទេប៉ុន្តែវាជួយឲ្យយើងងាយយល់និងភ្ជាប់គំនិតបានច្បាស់ជាងមុនដើម្បីយុទ្ធសាស្ត្រនេះកាន់តែមានប្រសិទ្ធភាពខ្ពស់អ្នកទាំងអស់គ្នាត្រូវចេះប្រើញាណទាំង5នៃសារពាង្គកាយរបស់យើងពលគឺទី1គឺភ្នែកគឺយើងប្រើប្រាស់សម្រាប់មើល mind mapping ទី2គឺខួរក្បាលគឺយើងប្រើប្រាស់សម្រាប់ស្រមើចេញជារូបភាពឬមួយក៏ពាក្យសំខាន់ទី3គឺមាត់គឺយើងប្រើប្រាស់សម្រាប់ទន្ទេញនៅមេរៀនឲ្យបានលឺទី4គឺត្រចៀកគឺយើងប្រើប្រាស់សម្រាប់ផ្ទៀងនៅសំឡេងដែលយើងបានទន្ទេញឬមួយក៏យើងបាននិយាយទី5គឺដៃគឺយើងប្រើប្រាស់សម្រាប់នៅសរសេរក៏ដូចជាអនុវត្តសំណួរដែលយើងបានរៀនរួចមកហើយជាពិសេសគឺខ្ញុំណែនាំឲ្យអ្នកទាំងអស់គ្នាធ្វើការទន្ទេញមេរៀនឲ្យបានលឺពេលព្រោះថាការទន្ទេញលឺគឺធ្វើឲ្យយើងចាំបានល្អជាជាងការទន្ទេញសឹកម្យ៉ាងវិញទៀតការអនុវត្តក៏ដូចជាឆ្លើយសំណួរមុនពេលប្រឡងគឺធ្វើឲ្យយើងនឹងបន្ស៊ាំជាមួយនឹងការប្រឡងធ្វើឲ្យការប្រឡងរបស់យើងគឺកាន់តែល្អប្រសើរជាងមុនការរៀនល្អមិនអាស្រ័យទៅលើការទន្ទេញមេរៀនច្រើនទេប៉ុន្តែគឺអាស្រ័យទៅលើរបៀបដែលអ្នករៀនដូច្នេះក្នុងនាមយើងជាអ្នកសិក្សាយើងត្រូវតែចេះប្រើញាណទាំង5របស់យើងហើយរៀបចំចេញជា mind mapping ដើម្បីឲ្យការរៀនរបស់យើងកាន់តែងាយស្រួលជាងមុនច្បាស់លាស់និងមានប្រសិទ្ធភាពខ្ពស់មជ្ឈមណ្ឌលអប់រំ Spring នឹងផ្ដល់ជូនអាហារូបករណ៍សម្រាប់បងប្អូនប្រឡងបាក់ឌុបនៅក្នុងឆ្នាំនេះដែលក្នុងនោះរួមមានសិស្សនីតិ A ទទួលបានអាហារូបករណ៍ 100% សិស្សនីតិ B និងនីតិ C ទទួលបានអាហារូបករណ៍ 50% និងសិស្សនីតិ D និង E ទទួលបានអាហារូបករណ៍ 30% សម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចចុចឈ្មោះតាមរយៈ link ខាងលើឬ scan QR code នៅក្នុងវីដេអូនេះ